ស្ដីណាគ្នានៅផ្នែកយើងមិនតស្អីរឿងបែបសាបរបស់យើងតទៀតណាតែប៉ុន្តែខ្ញុំថាពីថ្ងៃទៅចាំចេញតែថ្ងៃនេះខ្ញុំទនីឲ្យសុបាយចិត្តផងខ្ញុំចេញឲ្យអ្នកគ្នាហ្មងទៅអូហើយមួយទៀតបងអ្នកខ្លះគេថាខ្ញុំនិយាយយឺតពេកអ្នកគ្នាអាចដឹកគុណពីរបានហើយមួយទៀតមកពីខ្ញុំនិយាយយឺតនិយាយអីណាខ្ញុំសារខ្ញុំខ្លាចគេស្ដាប់ខ្ញុំអត់តន់អីចឹងណាតោះខ្ញុំចង់ស្អីរឿងហ្មងតែខ្ញុំនិយាយទៅបែរលោតច្រើនពេកតែមកគេបានកាត់ទៅកន្លែងដំណាក់មួយដែលមានបរិសម្នាក់កំពុងនិយាយថាហើយប្រាប់ខ្ញុំថាគេគ្រាន់តែដំណាក់របស់ព្រះអង្គម្ចាស់ទី7ហើយគ្រាន់តែត្រឡប់មកវិញទេតើគេជាបរិសម្នាក់ដែលនៅមាត់ទ្វារមរណៈហើយបែរជាអស់សង្ឃឹមទៅរកគ្រូពេទ្យឬពេលនេះរាជទាយិតគ្មានអំណាចទេគេបែរជាជ្រើសរើសមនុស្សគ្មានឥទ្ធិពលដោយអង្គម្ចាស់ទី7ពេលមកគេក៏បានបែរទៅនិយាយជាមួយបរិសម្នាក់ខាងក្រោយថាបញ្ជូនមនុស្សទៅបន្ថែមទៅចាំមើលម្ចាស់ទី7ផ្ដោតអារម្មណ៍ទៅលើមនុស្សដែលគេជួបហើយគេធ្វើអ្វីខ្លះមកគេបានកាត់ទៅចោលយើងនិយាយថាចូលរួមមួយពួកយើងមកយើងពិតជាត្រូវការជំនួយអញពិតមែនជួយយើងផងអ្នកគ្នាមកគាត់ដឹងទៅអីខ្ញុំពិតជាអត់យល់នឹងគាត់ធ្វើអីហងតែមកគេបានកាត់ទៅកន្លែងកន្លែងគេអង្គុយលេងអ្នកគ្នាហើយចៅយាយគាត់បាននិយាយថា5ចិត្តទី7ពិតជាចៃដន្យណាស់ចៅយាយគាត់ក៏បានគិតថាមកទីនេះដើម្បីគិតពីខ្ញុំលោកប្រហែលជាមិនគិតទេថាភ្នែកច្រមុះខ្ញុំច្រើនប្រមាណនៅក្នុងដំណាក់នេះថាឲ្យពួកស្រីបាននិយាយថា5ចិត្តទី7នឹងលោកម្ចាស់ទៅសាកសមនឹងគ្នាដូចជាគូមកពីឋានសួគ៌ហើយម្នាក់នោះក៏បាននិយាយបន្តទៀតថាត្រូវព្រះម្ចាស់ទី7ជាមនុស្សគួរសមហើយក៏ក្តៅបើមើលឲ្យកាន់តែចិត្តទៅទ្រង់សង្ហារណាតែមកពេលអ្នកនឹងនិយាយសុកៗអ្នកគ្នាកុំភ្លេចមើលអ្នកខាងក្រៅផងចាំស្ដាប់គេនិយាយតាមគេហើយគេស្ដាប់តែប៉ុណ្ណឹងហើយពួកហ្នឹងក៏បាននិយាយថាស្អីគូស្នេហ៍ពីឋានសួគ៌ហើយខណៈរបស់អង្គម្ចាស់ទី7ដែលថាស័ក្តិសមនឹងម្ចាស់តូចអ្នកទឿនឹងក៏បាននិយាយថាត្រូវហើយយើងមិនគិតថាពួកគាត់គ្រាន់តែស្គាល់គ្នាប៉ុណ្ណោះមកគឺម្នាក់ខ្ពស់នោះក៏បាននិយាយបណ្ដាតែគេបណ្ដាថាម្ចាស់តូចស័ក្តិសមជាមួយនឹងព្រះអង្គម្ចាស់ទី8អ្នកមួយក៏ទឿគាត់លើប៉ុណ្ណោះអ្នកគេឡើងភ្ញាក់ថាហាគេក៏បានឆ្លោះគ្នាហើយម្នាក់មួយទៀតក៏បាននិយាយថាអញកាត់ស្អីម្ចាស់តូចជាមួយនឹងរាជទាយាទស័ក្តិសមគ្នាមិនអោយអ្នកណាចូលមកជ្រែកជ្រែកពួកគាត់ទេហើយម្នាក់មួយខ្ពស់ក៏បាននិយាយថាស្អីគេជនហងគាត់បាននិយាយថាថ្ងៃនេះម្ចាស់តូចហូក៏មិនអាចចែកផ្លូវពីខ្ញុំបានសំបីតែមួយផ្លូវដែរមែនទេតែអ្នកគ្នាកុំភ្លេចមើលនោះគេកំពុងធ្វើស្អីអ្នកគ្នាបាទអ្នកគ្នាគេឆ្លោះទៅដល់មកចៅយាយគាត់ក៏បាននិយាយថាប៉ុន្តែទៅបង្គំពិតជាមិនចង់ចាត់ចេញពីត្រង់ពិតមែនព្រះអង្គម្ចាស់ចៅយាយឥឡូវតែនិយាយទៅកុំភ្លេចមើលចាផងនោះគ្នាពងផ្កាយផ្កិនពីត្រង់ជនហងគាត់ក៏បានសួរថាម្ចាស់តើហូនេះជាចាប់ឲ្យថាម្ចាស់ទៀតហើយគាត់ក៏បាននិយាយថាការចិញ្ចឹមចាប់វាពិបាកណាស់បើចាប់បានពីព្រៃវានឹងបរិស័យចិញ្ចឹមឲ្យនឹងងាប់ចៅយាយលើទៅប៉ុណ្ណាក៏បានងាកទៅឃើញចាំដល់គ្នាមើលទង្វើនិយាយថាចាប់នេះឆ្លើយចំយាហើយជនហងក៏បាននិយាយថាម៉ែម្ចាស់តើគ្រាន់តែចាប់វាមកយល់ល្អក៏តែប្រឡែងវាឲ្យមានសេរីភាពវិញទៅមកចៅយាយគាត់ប្រឡែងចាប់ផ្ដាតែនិយាយថាបើអញ្ចឹងចៅយាយក៏ប្រឡែងហើយចាប់នឹងក៏បានហោះវងហើយស្ដាប់ទាំងអស់ទេអ្នកគ្នាបើសិនជាខ្ញុំប្រឡែងតែខ្ញុំនិយាយមែនតោះមកមានសាច់មួយសាច់ថាវ៉ាអ្នកគ្នាហើយចៅយាយគាត់ភ័យឡើងលុះប្រឡឹងតែប៉ុន្តែគឺជាអន្ត្រីរបស់មេនាងមីអ្នកគ្នាមីត្រូវក៏បាននិយាយថាចៅយាយគឺពិតជាចៃដន្យណាស់តើមកគេក៏បានកាត់ទៅព្រឹកមិញតែមេនាងមីគាត់ឈរគិតតែម្នាក់ឯងថាបងមកទីនេះតាំងពីព្រលឹមដើម្បីគិតពីខ្ញុំបងប្រហែលជាមិនគិតទេថាភ្នែកច្រមុះរបស់ខ្ញុំច្រើនប៉ុណ្ណានៅក្នុងដំណាក់នេះមកគេកាត់ទៅមីបាននិយាយថាចៅយាយគឺខ្ញុំបានគិតរួចហើយមើលទៅលោកស្រឡាញ់ព្រះអង្គម្ចាស់ទី8ហើយមិនឯងទេអញ្ចឹងខ្ញុំនឹងឲ្យគាត់ចូលរួមជាមួយពួកយើងចៅយាយក៏បានគិតថាក្មេងនេះពិតជាមាត់អត់គម្របមែនគេគិតអីនិយាយចេញមកខ្ញុំគួរតបយ៉ាងម៉េចទៅជនហងគាត់ក៏បាននិយាយថាខ្ញុំគ្មានចំណាប់អារម្មណ៍ចូលរួមទេអ្នកទាំងពីរនៅចោលខ្ញុំចាក់ចេញទៅមុនហើយក៏បានកាត់ទៅពួកត្រង់ក៏បានបិទដៃគ្នាដែរចៅយាយក៏ទៅតាមជនហងតំបន់នាងមីក៏ទៅតាមចៅយាយអ្នកគ្នាមីក៏បានស្រែកថាបងប្រុសចៅយាយចាំខ្ញុំផងខ្ញុំនៅថាប្រមាញ់មកចាប់មិនសប្បាយលេងទេមកលេងអន្ត្រីធំនេះវិញតែអ្នកគ្នារបស់យើងស្លេះហើយអរគុណអ្នកគ្នាដែលបានយកពេលវេលាមកស្ដាប់រឿងរបស់ខ្ញុំណាបាយបាយ